មកឡើយបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាបាទបងចង់ដាក់ស្វាយចូលអីបាទដាំចូលចឹងឆ្ងាញ់តែបើខ្ញុំចូលចិត្តទប់ចិត្តឆ្ងាញ់ជាងនេះនឹងតំណងឈ្ងុយឆ្ងាញ់អត់នោះជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំវិលមកសារជាថ្មីម្ដងទៀតហើយជាមួយនឹងមុខម្ហូបខត្រីរ៉ស់ជាមួយផ្ទាប់ជាមួយនឹងស្វាយខ្ចីបងប្អូនមុខម្ហូបមួយមុខនេះបងប្អូនគឺខ្ញុំមានត្រីរ៉ស់មួយក្បាលបងប្អូននេះធំណាត្រីនោះ1គីឡូជាងបងប្អូនហើយនេះមានឈ្មោះថាខទីវត្រីរ៉ស់ញ៉ាំជាមួយនឹងស្វាយខ្ចីបងប្អូនហើយខ្ញុំមានស្វាយខ្ចី2ផងដែរបងប្អូនហើយខមុខហ្នឹងបងប្អូនបើយើងញ៉ាំមួយស្វាយខ្ចីគឺថាឆ្ងាញ់ស្ករអំបិលប៊ីចេងហើយម្រេចរ៉ូឌីតែសំខាន់ជាងគេនេះបងប្អូននេះកុំភ្លេចម្ទេសក្រហមច្រាមបងប្អូនហើយនឹងខ្ទឹមសទៅអីហ្នឹងបងប្អូនហើយស្ករត្នោតខ្មែររបស់យើងដែរតោះឥឡូវបងប្អូនមកធ្វើជាមួយខ្ញុំទាំងអស់គ្នាឥឡូវយើងមកហាន់ត្រីទាំងអស់គ្នាបងប្អូនត្រីនេះខ្ញុំបានលាងស្អាតហើយបងប្អូននេះលាងអំបិលលាងអីកោសនឹងសស្គូសបងប្អូនហើយធំមែនទែនមើលត្រីនេះហើយសាច់ឡើងក្បឹបត្រីអញ្ចឹងណាពេលខ្ញុំបានមកអត់នឹកឃើញធ្វើខនឹងម្ដងបងប្អូនព្រោះអីខមួយមុខហ្នឹងគឺបានត្រីធំអញ្ចឹងវាឆ្ងាញ់ហ្នឹងបងប្អូនឥឡូវខ្ញុំមកហាន់ត្រីសិនបងប្អូនមកកាត់ត្រីជាកង់ត្រីរបស់យើងមិនបាច់កាត់តូចពេកបងប្អូនកាត់ដុំរៀងធំដែរទៅណានេះកង់ប៉ុណ្ណេះបងប្អូននេះដើម្បីឲ្យកុំឲ្យវាលួយសាច់ណាហើយយើងញ៉ាំទៅវាបានសាច់ធំល្អផងនេះអូយសាច់ល្អណាស់បងប្អូនហើយមុខម្ហូបមួយមុខហ្នឹងហូបចុះបាយណាបងប្អូននេះក្បាលមកវិញយើងកាត់ជា2អញ្ចឹងបងប្អូននេះកុំឲ្យវាធំពេកហើយដើម្បីឲ្យវាចូលជាតិផងណាពេលចូលជាតិទៅគឺថាឆ្ងាញ់ណាបងប្អូនហើយមុខម្ហូបមួយមុខនេះគ្រួសារខ្ញុំចូលចិត្តណាគឺថា4-5ថ្ងៃធ្វើម្ដងហើយព្រោះអីវាអត់ទលាន់ឲ្យតែបានត្រីធំគឺខ្ញុំធ្វើអានឹងរហូតហ្នឹងកាត់ជាកង់ចឹងមកនេះឥឡូវត្រីរបស់ខ្ញុំកាត់រួចរាល់ហើយបងប្អូននេះបានច្រើនដែរហ្នឹងព្រោះត្រីហ្នឹងដូចជា1គីឡូ3ខាំបងប្អូនមួយហ្នឹងឥឡូវយើងមកបុកគ្រឿងបងប្អូនគ្រឿងរបស់ខ្ញុំគឺខ្ញុំមិនបុកលាយស្ករប៊ីចេងខ្ទឹមអញ្ចឹងបងប្អូននេះខ្ទឹមដាក់ឲ្យរៀងច្រើនទេមិនឆ្ងាញ់បងប្អូននេះខ្ទឹមគឺខ្ញុំដាក់បក2ដុំបងប្អូន2ដុំនោះគឺខ្ញុំដាក់ទាំងអស់បងប្អូនដើម្បីឲ្យវាឈ្ងុយពីរុំមុខម្ហូបមួយមុខហ្នឹងគឺគ្រឿងកាន់តែដិតកាន់តែឆ្ងាញ់ហើយវាអត់ទលាន់ដូចយើងខត្រីធម្មតាទេនេះយើងអាចហូបតំណត់មួយបន្លែផ្សេងក៏បានដែរបងប្អូនខមុខនេះហ៎មានតកូនមានស្ពៃកញ្ញាញ់ស្ពៃអីចឹងណាតែខ្ញុំថ្ងៃនេះទប់តែជាមួយស្វាយខ្ចីឯងព្រោះអីចង់ជូរហ៎តែបើបងប្អូនចេះហិលខ្លាំងចូលចិត្តហិលខ្លាំងអាចលេងម្ទេសហិលយើងក៏បានដែរឥឡូវខ្ទឹមរបស់ខ្ញុំ2ដុំខ្ញុំដាក់អស់ហើយបងប្អូនឥឡូវចាប់ដើមផ្សំគ្រឿងចូលដាក់អំបិលបន្តិចមកហើយរ៉ូឌីបន្តិចម្រេចរៀងច្រើនដែរបងប្អូនហើយជាមួយនឹងប៊ីចេងរបស់យើងបន្តិចមកហើយស្ករសក៏ដាក់ដែរបងប្អូនដាក់បន្តិចមកដើម្បីឲ្យពេលយើងប្រឡាក់ត្រីទៅវាឈ្ងុយហើយនេះខ្ញុំលូតលាយប្រទេសមកគ្រាប់ដែរបងប្អូននេះឥឡូវពុកម៉ែបងប្អូននេះគ្រឿងយើងផ្សំហើយហើយមកបុកគ្រឿងឲ្យម៉ត់ដើម្បីយកទៅប្រឡាក់ត្រីផងហើយយើងយកមកទុកខកឡោចមីស្ករតិចហ្នឹងបងប្អូនឥឡូវខ្ញុំបុកគ្រឿងហើយបងប្អូនឥឡូវខ្ទឹមយើងបានម៉ត់ហើយបងប្អូនឥឡូវខ្ញុំថែមម្ទេសច្រាំម្ទេសក្រហមរបស់យើងហ្នឹងម្ទេសប្លោកច្រាំហ្នឹងចូលបងប្អូនហើយដាក់ម្ទេសច្រាំយើងចូលបងប្អូននេះដាក់ទាំងអស់មកព្រោះឲ្យវាពណ៌ស្អាតហើយយើងបុកចូលគ្នាចេះមកនេះបងប្អូនធ្លាប់តែខដាក់តែម្រេចខ្ទឹមធម្មតាឥឡូវបងប្អូនសាកខអញ្ចឹងណាបងប្អូនឆ្ងាញ់ណាស់ខមុខនេះនេះឥឡូវខ្ញុំចាប់ផ្ដើមដួសទៅប្រឡាក់ត្រីសិនឥឡូវចាប់ផ្ដើមប្រឡាក់ត្រីបងប្អូនដាក់ត្រីចូលចាន់ដែកមកបងប្អូនអូត្រីនេះល្អដល់ហើយបងប្អូនអើយមើលសាច់ច្រើនណា1គីឡូជាងមើលឡើងចង់កន្លះចានដែកឥឡូវខ្ញុំយកគ្រឿងដែលបុកមិញយកមកប្រឡាក់ហើយគ្រឿងហ្នឹងបងប្អូនក៏ប្រឡាក់ទាំងអស់ហ៎បងប្អូនទុកប្រហែលជាប៉ុណ្ណេះមកនេះដើម្បីទុកកន្លោចមួយស្ករនេះដាក់ប៉ុណ្ណេះមកយើងចាក់ទឹកត្រីចូលបងប្អូន
ត្រីចូលរៀងក្រាស់ដែរមកព្រោះអីមួយមុខហ្នឹងត្រូវការរៀងផ្អែមប្រៃហឹរអញ្ចឹងណាហើយយើងញ៉ាំជាមួយនឹងស្វាយខ្ចីទៅវាត្រូវគ្នាមានជាតិជូរជាតិអីអញ្ចឹងណាខ្ញុំខត្រីទម្លាប់តែប្រឡាក់អញ្ចឹងសិនបងប្អូនដើម្បីរឹងសាច់ត្រីនេះឥឡូវត្រីរបស់ខ្ញុំប្រឡាក់ហើយបងប្អូនប្រឡាក់ឲ្យចូលជាតិអញ្ចឹងហើយផ្អាប់អញ្ចឹងបងប្អូននេះអាប់ចោល 4-5 នាទីក៏បានបងប្អូនអត់មានពេលរៀងយូរតិចក៏បានដែរអូនរវល់អញ្ចឹងអាចទុកកន្លះម៉ោងកាន់តែឆ្ងាញ់នេះឥឡូវរួចរាល់ហើយខ្ញុំចាប់ដើមយកឆ្នាំងមកកូរគ្រឿងបងប្អូនឥឡូវចាប់ដើមដាក់ឆ្នាំងដើម្បីកន្លោចស្ករបងប្អូននេះអញ្ចឹងមកបងប្អូននេះឥឡូវខ្ញុំចាប់ដើមដាក់ស្ករត្នោតរបស់យើងចូលបងដាក់រៀងច្រើនដែរមកណាព្រោះអីហ្នឹងវាត្រូវការរៀងដិតហើយកុំភ្លេចលាយស្ករសបន្តិចបងប្អូនដាក់ស្ករក្រហមសុទ្ធពេកក៏មិនឆ្ងាញ់ដែរឥឡូវយើងលាយស្ករសបន្តិចដែរស្ករសដាក់ប៉ុណ្ណេះបងប្អូននេះដាក់ចូលគ្នាចឹងមកណាហើយយើងចាប់ដើមពេលស្ករនឹងវារៀងឡើងជើងក្រងចាំយើងដាក់គ្រឿងដែលយើងបុកមិញចូលនេះបងប្អូនពេលខកុំភ្លេចដាក់ស្ករសលាយតែស្ករក្រហមសុទ្ធក៏អត់ទៅឆ្ងាញ់ដែរអូឃើញទៅពេលយើងចាប់ដើមកូនទៅស្ករចាប់ដើមឈ្ងុយមែនទេបងប្អូនអូជិះក្លិនឈ្ងុយណាស់បងប្អូនអើយអត់ទាន់នឹងឆ្អិនផងឈ្ងុយប៉ុណ្ណឹងហើយជិះរំនឹងឆ្អិនអូយស្ករត្នោតខ្មែរឈ្ងុយមែនណាបងប្អូននេះឥឡូវនេះចាប់ដើមចិត្តជើងក្រងហើយដល់ពេលចាប់ដើមជើងក្រងគឺខ្ញុំដាក់តែគ្រឿងដែលខ្ញុំបុកមិញហ្នឹងចូលបងប្អូននេះបងប្អូនមើលស្ករនេះលឿនណាវាឈ្ងុយស្ករខ្មែរសុទ្ធបងប្អូននេះចាប់ដើមដាក់គ្រឿងយើងដែលយើងបុកមិញចូលបងប្អូននេះឡើងជើងក្រងហ្នឹងដាក់គ្រឿងដែលបុកមិញចូលបងប្អូននេះហើយកូរចូលគ្នាឲ្យសព្វចេះមកអូយឡើងឈ្ងុយហើយឡើងពណ៌ឡើងតំណងបងប្អូនហើយពេលខំបងប្អូនកុំភ្លេចដាក់ទឹកសុទ្ធយើងមួយក៏ទឹកយើងប្រើដល់ហើយដាក់គៀនខ្លួនផងនេះឡើយចាក់ទឹកស៊ីអ៊ីវចូលសិនបងប្អូនដើម្បីឲ្យឈ្ងុយហើយពណ៌កាន់តែស្អាតទៀតទឹកស៊ីអ៊ីវយើងចាក់មុនទឹកត្រីបងប្អូនព្រោះទឹកស៊ីអ៊ីវវាមានពណ៌រាងក្រម៉ៅដល់ពេលចាក់ទៅវាចាប់ផ្ដើមពណ៌ឡើងកាន់តែស្អាតហើយដាក់ទឹកត្រីចូលមកកុំច្រើនពេកបងប្អូនព្រោះអីយើងដាក់គ្រឿងមុននឹងច្រើនដែរហើយបន្ថែមទឹកសុទ្ធរបស់យើងតិចមកអូយថាក្លិនឈ្ងុយមែនតែនហ្មងណាមកពណ៌បងប្អូនឥឡូវចាប់ដើមដាក់ត្រីចូលបងប្អូននេះត្រីដែលខ្ញុំប្រឡាក់មិញហ្នឹងក៏បានរឹងសាច់ហើយនេះបងប្អូនត្រីប្រឡាក់មិញរឹងសាច់ដាក់ចូលមកបងប្អូនអូយឈ្ងុយមែនតែនបងប្អូនអើយឡើងឈ្ងុយឈ្ងប់ហ្មងដាក់ចូលទាំងអស់មកបងប្អូនហើយយើងចាំយើងយកទឹកបន្តិចក្លែងចាន់ដែកដាក់ចូលដែរហ្មងស្ដាយគ្រឿងនៅចាន់ដែកហ្នឹងនិយាយថាក្លិននឹងសៀវទឹកមាត់ហ្មងក្លិនណាទុកឲ្យឡើងក្រហមបន្តិចបងប្អូននឹងចាក់ទឹកដែលយើងនេះទឹកលេងហ្នឹងចូលទៅព្រោះអីចាក់ដល់ឥឡូវវាពួកឲ្យពណ៌ខរបស់យើងអត់ស្អាតទេក្លិនក៏ឈ្ងុយពណ៌ក៏ស្រស់តែបងប្អូនបើបងប្អូនចង់សាកមកឲ្យខធ្វើសាកបានកុំឲ្យថាចង់ផៅចេះតែថាឆ្ងាញ់អីចឹងណានេះឥឡូវរៀងឡើងពណ៌រៀងក្រណាស់បងប្អូនខ្ញុំចាក់ទឹកដែលខ្ញុំកលេងចាំដែកមិញចូលជ្រោយវាចឹងមកបងប្អូនពីរហ័សឥឡូវខ្ញុំមកចាប់ដើមងាស់ខនឹងទុកសិនយើងមកចិតស្វាយទុកទំនាប់ជាមួយបងប្អូនឥឡូវខ្ញុំមកចិតស្វាយសិនបងប្អូនព្រោះអីត្រីយើងដាក់ងាស់ចោលដែរហ្នឹងណាត្រឹមតែយើងធ្វើអីហើយគឺត្រីយើងឆ្អិនល្មមស្វាយគឺបងប្អូនចូលចិត្តប៉ុណ្ណាដាក់ប៉ុណ្ណឹងទៅហើយខ្ញុំវិញគឺចិត្តស្វាយច្រើនណាព្រោះវាជូរប្រៃហឹរចូលឆ្ងាញ់នេះស្វាយខ្ញុំដាក់2បងប្អូនស្វាយដែលញ៉ាំមួយខហ្នឹងបើស្វាយដែលចាស់ហើយផ្អែមក៏អត់ត្រូវគ្នាដែរនេះស្វាយខ្ញុំឈូសទៅស្អែកតូចចេះបងប្អូនដើម្បីពេលដាក់ក្នុងខទៅគឺវាចូលជាតិគ្នាល្អបងប្អូនចង់មានបន្លែផ្សេងទំនាប់ក៏បានដែរ
តែបើថាញ៉ាំតែជាមួយស្វាយខ្ចីនេះវាថាអូយឆ្ងាញ់ណាស់បងប្អូនវាជូរប្រៃហឹរផ្អែមទៅវារសជាតិប្រហែលមុខចូលគ្នាហ្មងស្វាយ2ច្រើនដែរណាបងប្អូននេះតែខ្ញុំហូបអស់ណាព្រោះអីគ្រួសារខ្ញុំក៏ចូលចិត្តដែរបងប្អូនឥឡូវស្វាយចិត្តរួចរាល់ហើយបងប្អូនទុកម្លាយសិនមកដើម្បីយើងទៅមើលខយ៉ាងសិននេះបើកខមើលសិនណាខរបស់យើងមើលឃើញថាវាពណ៌ឡើងស្អាតហើយបងប្អូនចាប់ដើមថែមទឹកបន្តិចមកណាទឹកបងប្អូនកុំដាក់ច្រើនពេកណាច្រើនពេកខយើងក៏អត់ឆ្ងាញ់ដែរដាក់មកប៉ែកអញ្ចឹងនេះហើយតបពីដាក់ទឹកចឹងហើយខ្ញុំក្របវាល្ងាស់ចោលដូចជាត្រឹម10នាទីទៀតក៏យើងញ៉ាំបានហ្នឹងបងប្អូនឥឡូវមើលថាខរបស់យើងងាស់បាន10នាទីជាងបងប្អូននេះអូយកាន់ឈ្ងុយណាស់បងប្អូនហើយឥឡូវខ្ញុំមកភ្លក់សិនបងប្អូនចង់ដឹងថាស្ទើរអីអញ្ចឹងណាភ្លក់តិចសិនដូចជាល្មមបងប្អូនហើយមិនថែមអីទេនេះតែឡើយខ្ញុំល្មមបងប្អូនខ្ញុំដូចជាចូលចិត្តប្រៃផ្អែមអញ្ចឹងបងប្អូនឡើយបងប្អូនចូលចិត្តរសជាតិមិនដាក់តាមបងប្អូនអញ្ចឹងណាតែខ្ញុំចូលចិត្តរៀងដិតបន្តិចដើម្បីញ៉ាំជាមួយស្វាយខ្ចីទៅវាត្រូវតែឥឡូវខខ្ញុំអត់ឆ្អិនហើយចាប់ដើមដួសយកទៅហូបបាយបងប្អូនចាំអត់បានដូចតំណងពេកឥឡូវនេះដួសហើយបងប្អូននេះហើយដល់ពេលមកហូបដែលខ្ញុំធ្វើឆ្អិនអញ្ចឹងគឺប្តីខ្ញុំមកពីស្រែល្មមអញ្ចឹងគឺខ្ញុំហូបបាយជាមួយគ្នាហ្មងបងប្អូនអូសាច់ត្រីទាំងដុំបងប្អូនហើយឡើងតំណងហ្មងណាល្អណាស់សាច់ត្រីឡើងណែនហ្មងនេះបងប្អូនឃើញនេះដួសមកល្មមប៉ុណ្ណឹងមកនេះអូយមើលសាច់ត្រីបងប្អូនមើលតែប៉ុណ្ណឹងក៏ដឹងថាឆ្ងាញ់ដែរបងប្អូននេះឥឡូវយើងដាក់អញ្ចឹងហើយគឺយើងចាប់ផ្ដើមយកទៅញ៉ាំបងប្អូនមកឡើយបងប្អូនមកហូបបាយជាមួយខ្ញុំទាំងអស់គ្នាមកមកចង់ដាក់ស្វាយចូលហីបាទដាំចូលចឹងឆ្ងាញ់តែបើខ្ញុំចូលចិត្តតបចិត្តឆ្ងាញ់ជាងនេះនឹងតំណងឈ្ងុយណាឆ្ងាញ់អត់បងរសជាតិមកល្មមបងប្អូនឆ្ងាញ់ដែរmình choដាក់ស្វាយចឹងឆ្ងាញ់ណាស់ធ្វើឆ្អិនដល់មកហូបបាយល្មមចិត្តជូរណាខ្ញុំហូបជូរហ្មងអរគុណពុកម៉ែបងប្អូនចូលចិត្តមុខម្ហូបប្លែកមកក៏ចង់បានមុខម្ហូបប្លែកពី channel របស់នាងខ្ញុំណាបងប្អូនកុំភ្លេចជួយ Subscribe channel របស់ខ្ញុំម្នាក់មួយផងបងប្អូនអរគុណច្រើនជម្រាបលា